សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកណែនាំមុខម្ហូបមួយមុខទៀតហើយបាទស្ងោរសាច់ជ្រូកបន្លែសយងចេកបងប្អូនស្ងោរសយងចេកជាមួយសាច់ជ្រូកបាទឥឡូវទឹកពុះហើយបងប្អូនបានដាក់អំបិលហើយបាទឥឡូវវិធីធ្វើយើងដាក់សាច់ជ្រូកអំបិលហើយយើងដាក់សាច់ជ្រូកបាទជ្រូកបងប្អូនតាមដានវីដេអូរបស់ខ្ញុំបងប្អូននឹងបានចំណេះដឹងស្លស្ងោរសយងចេកជាមួយសាច់ជ្រូកបងប្អូនបាទសម្លខ្ញុំងាយទេបងប្អូនអើយងាយបងប្អូនឥឡូវនេះទឹកពុះម្ដងទៀតហើយបងប្អូនបាទបន្ទាប់មកយើងត្រូវបង់បន្លែបាទបន្លែមានបន្លែសយងចេកឥឡូវយើងចាប់ដើមបង់បាទសយងចេកបងប្អូនធ្វើទៅគួរឆ្ងាញ់ពិសាបងប្អូនឃើញវីដេអូខ្ញុំហើយបងប្អូនជួយ Subscribe Channel ខ្ញុំម្នាក់មួយផងបងប្អូននឹងបានវីដេអូថ្មីចែកជូនបងប្អូនមើលកំសាន្តទៀតបងប្អូនធ្វើងាយទេបងប្អូនបាទបន្ទាប់ពីបង់បន្លែរួចបាទឥឡូវទឹកពុះម្ដងទៀតហើយបងប្អូនម្ដងនេះឆ្អិនហើយបងប្អូនបាទយើងរំងាស់ឲ្យវារលួយបន្លែតិចទៅបងប្អូនបានបរិភោគទៅឆ្ងាញ់បាទឥឡូវយើងចាប់ផ្ដើមបង់គ្រឿងហើយបងប្អូនបាទបង់ស្ករសបង់ប៊ីចេងបាទទឹកត្រីជីស្លឹកខ្ទឹមបន្ទាប់មកយើងច្របាច់ក្រូចឆ្មាចូលបាទឥឡូវនេះស្លស្ងោរសយងចេកជាមួយសាច់ជ្រូកឥឡូវនេះបានដល់ទីបញ្ចប់ហើយបានឆ្អិនហើយបងប្អូនសូមអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំរហូតដល់ចប់សូមជូនពរបងប្អូនមានសុខភាពល្អសូមអរគុណសូមគោរពលា